ស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជាដែនជម្រកសត្វព្រៃកែវសីមាគឺជាតំបន់ទេសចរណ៍ធម្មជាតិដ៏អស្ចារ្យដោយសារតែភាពសម្បូរបែបនៃព្រៃឈើសត្វព្រៃទឹកធ្លាក់និងវប្បធម៌របស់ជនជាតិដើមភាគតិចពូណងជាដើមតំបន់នេះជាទីជម្រករបស់សត្វកម្រជាច្រើនប្រភេទដូចជាស្វាកន្ទុយសទួយថ្ពាល់លឿងដំរីអាស៊ីនិងជីវៈចម្រុះដ៏មហាសាលដែលផ្ដល់នូវបទពិសោធន៍ដ៏មានអត្ថន័យសម្រាប់អ្នកស្រឡាញ់ធម្មជាតិរាប់ចាប់តាំងពីការដើរផ្សងព្រេងក្នុងព្រៃការមើលសត្វស្លាបរហូតដល់ការស្វែងយល់ពីវប្បធម៌របស់ជនជាតិដើមភាគតិចពូណងគឺមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមាទីនេះមានតំបន់ទេសចរណ៍ធម្មជាតិដ៏គួរឲ្យទាក់ទាញជាច្រើនដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិភាគច្រើនមិនសូវបានស្គាល់យើងចាប់ផ្ដើមពីភូមិបណ្ដងក្រឡឹងជាតំបន់អេកូទេសចរណ៍ធម្មជាតិដឹកនាំដោយសហគមន៍ផ្ទាល់ដែលអាចផ្ដល់អារម្មណ៍និងបទពិសោធន៍ល្អដល់ភ្ញៀវទេសចរជាមួយនឹងសម្រស់ធម្មជាតិនិងប្រពៃណីវប្បធម៌ដ៏ផូរផង់ភូមិនេះជាទីកន្លែងអាចផ្សារភ្ជាប់ទៅនឹងធម្មជាតិនិងការរស់នៅបែបសហគមន៍ទីនេះមានជំរំសត្វតូចចាហ៊ូដែលភ្ញៀវទេសចរអាចទស្សនាសត្វតូចថ្ពាល់លឿងហើយទីនេះជាកន្លែងអភិរក្សតូចថ្ពាល់លឿងស្វាកន្ទុយសនិងជីវៈចម្រុះផ្សេងទៀតភ្ញៀវទេសចរអាចទៅទស្សនានៅព្រៃកញ្ញូងដែលមានដូចជាព្រៃកប់សក់ព្រៃអារក្សនិងព្រៃដំណំជាដើមទីតាំងទាំងនេះគឺជាកន្លែងដែលមានទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយវប្បធម៌របស់ជនជាតិដើមភាគតិចពូណងភ្ញៀវទេសចរអាចទៅទស្សនាធម្មជាតិនិងងូតទឹកលេងកម្សាន្តនៅទឹកធ្លាក់លេងកៅដែលជាទីតាំងអេកូទេសចរដ៏សំខាន់បំផុតនៃភូមិនេះផ្ទាល់តែម្ដងភ្ញៀវអាចស្វែងយល់អំពីប្រជាជនទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចពូណងតាមរយៈការស្នាក់នៅក្នុងផ្ទះស្នាក់សហគមន៍ដែលមានរបាំប្រពៃណីនិងឧបករណ៍ភ្លេងបុរាណរបស់ជនជាតិដើមភាគតិចពូណងផងដែរចំណែកឯម្ហូបអាហារភ្ញៀវទេសចរអាចភ្លក់រសជាតិម្ហូបនៅក្នុងតំបន់ដែលមានតាំងពីបុរាណកាលនៃជនជាតិដើមភាគតិចពូណងមានដូចជាសម្លប្រងដែលត្រូវបានចម្អិននៅក្នុងបំពង់ឫស្សីសម្លម្សៅដែលចម្អិនឡើងដោយការប្រើគ្រឿងទេសដែលមានស្រាប់នៅក្នុងសហគមន៍ផ្ទាល់តែម្ដងក្រៅពីនេះលោកអ្នកក៏អាចទស្សនាទឹកធ្លាក់ដ៏ស្រស់ស្អាតចំនួន2ទៀតដែលនៅមិនឆ្ងាយប៉ុន្មានពីភូមិបណ្ដងក្រឡឹងនោះគឺទឹកធ្លាក់លេងអងលេងខិនដោយធ្វើដំណើរប្រហែល15នាទីពីភូមិបណ្ដងក្រឡឹងកាត់តាមវាលស្មៅខៀវខ្ចីនារដូវវស្សាលោកអ្នកនឹងមកដល់ទឹកធ្លាក់ធម្មជាតិដ៏អស្ចារ្យទាំងពីរនេះហូបព័ទ្ធដោយធម្មជាតិខៀវខ្ចីគ្រប់រដូវទីនេះជាកន្លែងផ្ដល់ភាពស្ងប់ស្ងាត់សម្រាប់អ្នកដើម្បីបណ្ដេញអារម្មណ៍ជាមួយធម្មជាតិលោកអ្នកអាចបោះតង់ងូតទឹកលេងនិងផ្ដិតយករូបភាពជាមួយទឹកធ្លាក់ទុកជាអនុស្សាវរីយ៍ដែលជាបទពិសោធន៍ដំណើរកម្សាន្តដែលមានសុទ្ធតែធម្មជាតិដ៏អស្ចារ្យដែនជម្រកសត្វព្រៃកែវសីមាក៏មានសហគមន៍អេកូទេសចរថ្មីមួយទៀតផងដែរនោះគឺសហគមន៍អេកូទេសចរទឹកធ្លាក់ជីអាំងធ្វើដំណើរប្រហែល1ម៉ោងពីក្រុងសែនមនោរម្យយើងនឹងមកដល់ភូមិពូញ៉ាវដែលមានទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួនក្នុងព្រៃធម្មជាតិនោះគឺទឹកធ្លាក់ជីអាំងភ្ញៀវទេសចរអាចទស្សនាទីនេះដែលមានទាំងទេសភាពទឹកធ្លាក់ធម្មជាតិនិងវប្បធម៌ដ៏ល្អរបស់ជនជាតិដើមភាគតិចពូណងនៅទីនេះផងដែរយើងអាចបោះតង់នៅក្នុងព្រៃឬក៏អាចជ្រើសរើសស្នាក់នៅក្នុងផ្ទះស្នាក់របស់សហគមន៍ដែលបានរៀបចំឡើងយ៉ាងល្អសម្រាប់ភ្ញៀវទេសចរពេលយប់យើងអាចស្វែងយល់ពីរបាំរបស់ជនជាតិដើមនិងរាំលេងកម្សាន្តសប្បាយជាមួយរសជាតិថ្មីនៃរបាំប្រពៃណីរបស់ជនជាតិដើមភាគតិចពូណងនៅភូមិពូញ៉ានេះមួយកន្លែងទៀតដែលភ្ញៀវទេសចរមិនគួរមើលរំលងនោះគឺការទៅទស្សនាដំរីអាស៊ីនៅក្នុងព្រៃធម្មជាតិ
នៃគម្រោងជ្រលងដំរីនៅទីនេះលោកអ្នកអាចខិតទៅជិតធម្មជាតិស្វែងយល់អំពីការអភិរក្សសត្វដំរីអាស៊ីនិងស្នាក់នៅក្នុងទីឋាននៃភាពសម្បូរបែបរបស់ជីវៈចម្រុះលោកអ្នកនឹងទទួលបានបទពិសោធន៍អេកូទេសចរជាទីគាប់ចិត្តពីសហគមន៍ដោយផ្ទាល់ដែនជម្រកសត្វព្រៃកែវសីមាជាបណ្ដុំនៃសម្បត្តិធម្មជាតិនិងប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិចពូណូគោលដៅអេកូទេសចរធម្មជាតិនៅក្នុងតំបន់នេះរងចាំស្វាគមន៍ភ្ញៀវទេសចរមកទស្សនាដើម្បីលំហែអារម្មណ៍និងផ្សារភ្ជាប់ជាមួយធម្មជាតិការមកលេងទីនេះគឺអ្នកបានចូលរួមគាំទ្រដល់ការអភិរក្សកេរដំណែលធម្មជាតិនិងប្រពៃណីវប្បធម៌ដែលមិនអាចកាត់ថ្លៃបាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមាដែលជាទីមោទនភាពរបស់កម្ពុជា